សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីការធ្វើមុខម្ហូបអាហារពេលព្រឹកបែបងាយៗហើយនេះជាការធ្វើនៅក្នុងផ្ទះរបស់នាងខ្ញុំហើយវាផ្សំជាមួយនឹងបន្លែសាច់ក៏ដូចជាពងមាន់ហើយមានគ្រឿងផ្សំងាយដូចជាអំបិលម្រេចបន្ទាប់ពីម្រេចគឺគេហៅថាជីក្រៀមយើងដាក់ក៏បានមិនដាក់ក៏បានហើយមានប៉េងប៉ោះហើយនឹងស្លឹកសាឡាត់តូចៗហើយក៏ដូចជាពងមាន់ដែលនាងខ្ញុំមានហើយក៏សាច់ជ្រូកបេកុនហើយសកម្មភាពបន្ទាប់គឺយើងចាប់ផ្ដើមលាងបន្លែពុកម៉ែបងប្អូនយ៉ាងហោចណាស់ក៏យើងលាងបន្លែចំនួន2ទឹកដែរដោយសារអីវាជួយសម្អាតនៅកម្ទេចបន្លែដែលវារលួយនៅក្នុងសាឡាត់ហ្នឹងហើយក៏ដូចជាប៉េងប៉ោះដែលនាងខ្ញុំបានលាងនឹងដើម្បីឲ្យបន្លែរបស់យើងចាប់ផ្ដើមគេថាមានសភាពគេហៅថាស្រស់ឡើងវិញណាហើយសកម្មភាពបន្ទាប់គឺចាប់ផ្ដើមយកគ្រឿងដាក់ជាមួយនឹងពងមាន់អញ្ចឹងបើសិនជាពុកម៉ែបងប្អូនចូលចិត្តរសជាតិរៀងឈ្ងុយឬក៏រៀងខ្លាំងពុកម៉ែបងប្អូនដាក់អំបិលរៀងតិចហើយជីក្រៀមរៀងច្រើនហើយនឹងម្រេចរៀងច្រើនបើសិនជាយើងអត់ចូលចិត្តក្លិនខ្លាំងទេយើងបន្ថយគ្រឿងខ្លះទៅហើយនៅក្នុងហ្នឹងបន្ទាប់ពីយើងបានយកពងមាន់មកបបែកចូលទៅក្នុងចានគ្រប់ចំនួន6នឹងហើយសកម្មភាពបន្ទាប់គឺនាងខ្ញុំបង្ហាញពុកម៉ែបងប្អូនថាយើងវាយពងមាន់ហ្នឹងយ៉ាងហោចណាស់ក៏មួយនាទីដែរពុកម៉ែបងប្អូនដើម្បីឲ្យពងមាន់របស់យើងហ្នឹងវាសព្វល្អហើយពេលយើងចៀនហ្នឹងពងមាន់ដែលនាងខ្ញុំបានវាយហ្នឹងគឺវាចាប់ដើមរៀងឡើងល្អវាអត់ជាប់ខ្ទេះហ่าពុកម៉ែបងប្អូនហើយការធ្វើបែបនេះវាជួយឲ្យគ្រឿងក៏ដូចជាពងមាន់លាយចូលគ្នាបានល្អហើយសកម្មភាពបន្ទាប់គឺយកពងមាន់ដែលយើងវាយគ្រឿងហើយនឹងយកមកដាក់នៅក្នុងខ្ទះដែលក្តៅល្អក្តៅមកល្មមពុកម៉ែបងប្អូនកុំឲ្យក្តៅខ្លាំងពេកណាហើយបន្ទាប់ពីយើងដាក់ពងមាន់ចូលទៅក្នុងខ្ទះហើយយើងយកគំហើមមកគ្របដោយសារតែខ្ទះរបស់នាងខ្ញុំវាជាប្រភេទខ្ទះដែកឬខ្ទះអាលុយមីញ៉ូមអញ្ចឹងវារៀងជាប់បាតអញ្ចឹងនាងខ្ញុំយកគំហើមមកគ្របហើយបន្ថយភ្លើងតិចឲ្យវាឆ្អិនល្អហើយទើបខ្ញុំប្រែដោយសារតែយើងឆាប់ប្រែពេកពងមាន់របស់យើងនឹងបែកហើយនេះជាឧទាហរណ៍ផ្ទាល់ផាពុកម៉ែបងប្អូនហើយនៅពេលដែលយើងចាប់ផ្ដើមប្រែពងមាន់ភ្លាមគឺយើងអាចបិទភ្លើងដោយសារខ្ទះប្រភេទជាខ្ទះដែកឬខ្ទះអាលុយមីញ៉ូមហ្នឹងវាក្តៅយូរអញ្ចឹងពេលដែលនាងខ្ញុំប្រែហើយគឺបិទភ្លើងតែម្ដងដោយសារតែមើលពងមាន់ដែលនាងខ្ញុំជៀនហ្នឹងវាឆ្អិនឡើង90%ទៅហើយពុកម៉ែបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់បែបហ្នឹងហើយទុកតែ1នាទីទៅ2នាទីនៅក្នុងខ្ទះក្តៅហ្នឹងគឺយើងអាចយកពងមាន់ដែលចៀនហើយហ្នឹងដាក់នៅក្នុងចានអញ្ចឹងយើងរៀបចំចានហើយយើងយកពងមាន់ដែលចៀនហ្នឹងតាមចំនួនដែលយើងចង់ញ៉ាំដាក់បាល់ល្មមសិនទៅពេលយើងចង់ញ៉ាំម្សៅទៀតយើងអាចយកពងមាន់ថែមទៀតហើយការធ្វើអាហារពេលព្រឹកនេះមិនមែនពួកនាងខ្ញុំប្តីញ៉ាំគ្រប់ពេលទេពុកម៉ែបងប្អូនយូរឲ្យយើងញ៉ាំម្ដងហើយនៅក្នុងហ្នឹងគឺបន្លែនេះជាដូចថាបន្ថែមវីតាមីននៅក្នុងអាហារពេលព្រឹកចឹងពុកម៉ែបងប្អូនហើយពេលព្រឹកពេលច្រើនខ្ញុំអត់សូវញ៉ាំបន្លែស្រស់ទាំងព្រលឹមទេខ្លាចជឿពោះអញ្ចឹងនាងខ្ញុំយកសាឡាត់ហើយក៏ដូចជាប៉េងប៉ោះផ្លែតូចៗហ្នឹងយកមកលីងតិចទៅសពបមកល្មម
ចំណាយពេលប្រហែលជា3នាទីទេពុកម៉ែបងប្អូនគឺយើងអាចយកបន្លែដែលយើងឆាស្ពបហ្នឹងយកមកដាក់ជាមួយពងទារបស់យើងហើយក្នុងការធ្វើម្ហូបគឺយើងឆ្លៀតពីមួយដំណាក់ទៅមួយដំណាក់អញ្ចឹងពុកម៉ែបងប្អូនយើងឆ្លៀតបន្ទាប់ពីយើងឆាឬក៏ចៀនពងទាហ្នឹងនាងខ្ញុំក៏យកពេលទាំងអស់ហ្នឹងទៅដុតនេះដែរពុកម៉ែបងប្អូនគឺដុតសាច់ជ្រូក bacon នៅក្នុងម៉ាស៊ីន air fryer អាហ្នឹងគឺម៉ាស៊ីនហ្នឹងយើងប្រើដែលយើងអត់ចាំបាច់ប្រើខ្លាញ់ទេពុកម៉ែបងប្អូនវាស្តៀងទៅនឹងគេហៅឡដុតប៉ុន្តែវាជាកម្រិតតូចមួយយើងចំណាយពេលតែចន្លោះពី6នាទីទៅ10នាទីគឺសាច់ជ្រូក bacon ឆ្អិនហើយនៅពេលដែលសាច់ជ្រូកឆ្អិនយើងចាប់ផ្ដើមដាក់នៅក្នុងចានរៀបចំនេះជាទិដ្ឋភាពអាហារពេលព្រឹកដែលនាងខ្ញុំប្តីធ្វើឲ្យសាច់ជ្រូក bacon ក៏ពួកយើងមិនអាសាញ៉ាំដែរមួយខែអីឬក៏2ខែអីទៅយើងញ៉ាំម្ដងគ្រាន់តែនេះជាឧទាហរណ៍មួយនឹងការផានពុកម៉ែបងប្អូនហើយនៅក្នុងនោះយើងអាចថែមអំបិលបន្តិចក៏បានថែមម្រេចក៏បានបើសិនជាពុកម៉ែបងប្អូនចូលចិត្តទឹកប៉េងប៉ោះយើងដាក់ទឹកប៉េងប៉ោះហើយអាហារពេលព្រឹកថ្ងៃនេះមានពងមាន់ចៀនមានបន្លែមានសាច់ជ្រូក bacon ហើយក៏ដូចជានេះពុកម៉ែបងប្អូនផ្លែផាសសិនដែលនាងខ្ញុំដាំហើយនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការគាំទ្រតាមរយៈការ Subscribe Channel របស់ពួកយើងហើយនេះជាបទពិសោធន៍នៅក្នុងការធ្វើនៅក្នុងផ្ទះរបស់ពួកយើងហើយវាងាយស្រួលក្នុងការធ្វើតាមហើយគ្រឿងខ្លះពុកម៉ែបងប្អូនអត់មានបើចាំដាក់ក៏បានដែរហើយគ្រឿងខ្លះដែរមានយើងអាចដាក់ថែមក៏បានដែរហើយនេះខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខរីកចម្រើនសូមអរគុណ